បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនអរគ្នាបាទរបៀបបង្កើត Gmail ដើម្បីយកទៅបង្កើត Channel YouTube បាទបង្កើត Account Facebook អញ្ចឹងដើម្បីធ្វើការបង្កើត Gmail នឹងបានបងប្អូនអរគ្នាយើងអាចចូលមកកាន់ Google បាទទាំង Android ទាំង iOS យើងអាចបង្កើតបាទនៅក្នុងនឹងបានហើយសូមបញ្ជាក់តិចបងប្អូនអរគ្នាបង្កើតពេលបើយើងបង្កើតលើកដំបូងណាយើងអត់ចាំបាច់ដាក់លេខទូរស័ព្ទក៏បានដែរប៉ុន្តែក្នុងមួយថ្ងៃយើងអាចបង្កើតបានតែម្ដងឯណាអញ្ចឹងបើសិនជាក្នុងមួយថ្ងៃយើងបង្កើតចាប់ពី2 account ហ្នឹងទៅយើងត្រូវបញ្ចូលលេខទូរស័ព្ទឯងអញ្ចឹងដើម្បីធ្វើការបង្កើតបានយើងចូលមកកាន់កន្លែង Google មកបាទបន្តមកទៀតបងប្អូនអរគ្នានេះចុចកន្លែងរូបមនុស្សនឹងការស្ដាំដៃហ្នឹងកាន់លើគេបាទចុចលឿនហ្នឹងហើយយើងចុចយកពាក្យថា sign in បាទបន្តមក continue បាទមកដល់កន្លែងទម្រង់បែបនេះបងប្អូនវានឹងឃើញផ្ទាំង Gmail ដែលយើងធ្លាប់បង្កើតពីមុនមកណាអញ្ចឹងពុកម៉ែបងប្អូនគ្នាចង់បង្កើតថ្មីបងប្អូនគ្នាយកខាងក្រោមគេនេះគេដាក់ថា user under account នេះបាទយើងចុចលើហ្នឹងមកបាទកន្លែងនេះបងប្អូនគ្នាយកកន្លែង create account បាទខាងក្រោមហ្នឹងបាទបន្ទាប់មកយើងយកកន្លែង for my personal user ហ្នឹងបាទចុចលើហ្នឹងមកបាទកន្លែងនេះយើងបំពេញឈ្មោះបាទបងប្អូនគ្នាបំពេញឈ្មោះបាទខ្ញុំសុំធ្វើការវាយឈ្មោះខ្ញុំចូលបាទបន្តមកទៀតបងប្អូនគ្នាចុច next បាទមកដល់កន្លែងនេះយើងបំពេញថ្ងៃខែឆ្នាំកំណើតរបស់យើងណាបងប្អូនគ្នាបាទអញ្ចឹងយើងដាក់ឲ្យត្រូវមកសម្រាប់បងប្អូនគ្នាចង់បង្កើតដាក់នៅក្នុង Channel YouTube Facebook យើងប្រើមួយដឹងមួយណាអញ្ចឹងថ្ងៃក្រោយយើងសំណុក verify យើងដាក់ឲ្យត្រូវថ្ងៃខែឆ្នាំកំណើតរបស់យើងមកបាទបន្ទាប់មកកន្លែងនេះយើងជ្រើសរើសភេទបាទបន្តមកទៀតបងប្អូនគ្នាចុច next បាទមកដល់ទម្រង់មកគេជ្រើសរើសឲ្យយើងណាអញ្ចឹងបងប្អូនគ្នាចង់ដាក់គេជ្រើសរើសឲ្យក៏បានឬក៏យើងចង់ដាក់ឲ្យយើងជ្រើសរើសខ្លួនឯងក៏បានដែរអញ្ចឹងយើងចុចខាងក្រោមគេមកបើសិនជាយើងចង់បំពេញឈ្មោះដោយខ្លួនឯងអញ្ចឹងយើងពេញឈ្មោះមកបាទតមកបងប្អូនគ្នាចុច next បាទបន្ទាប់មកកន្លែងនេះយើងបំពេញ password បងប្អូនគ្នាអញ្ចឹងចំពោះ password ខ្ញុំរៀបកំណត់ឲ្យបងប្អូនគ្នាដាក់ឲ្យច្រើនតិចទៅយើងដាក់អក្សរធំអក្សរតូចលាយគ្នាណាអញ្ចឹងឥឡូវយើងធ្វើការបំពេញ password ចូលសិនបាទបន្ទាប់ពីយើងបំពេញ password ហើយបងប្អូនគ្នាចុច next មកបាទកន្លែងនេះយើងចុចnot now បាទចំពោះទូរស័ព្ទបងប្អូនគ្នាដែលបង្កើតថ្មីអញ្ចឹងអាកន្លែងនេះគេដាក់ឲ្យយើង skip អញ្ចឹងន័យថាយើងមិនបាច់ចាំបញ្ចូលលេខទូរស័ព្ទក៏បានដែរអញ្ចឹងនេះដោយសារខ្ញុំបង្កើតបានម្ដងហើយអីអញ្ចឹងបើខ្ញុំចង់បាន Gmail នោះមួយទៀតតោះតែខ្ញុំដាក់លេខទូរស័ព្ទចូលអញ្ចឹងឥឡូវខ្ញុំធ្វើការខ្ញុំដាក់លេខទូរស័ព្ទខ្ញុំចូលសិនបាទបន្ទាប់មកយើងចុច next បាទកន្លែងនេះគេផ្ញើកូដមកឲ្យយើងណាឥឡូវខ្ញុំធ្វើការបំពេញកូដគេផ្ញើមកឲ្យសិន11 936
បាទតោះមកយើងចុច next ទៅបាទអញ្ចឹងកន្លែងនេះយើងចុច skip សិនមកនេះយើងមិនបាច់ដាក់លេខទូរស័ព្ទក៏បានដែរបងប្អូននេះវាលោតឲ្យកន្លែង skip យើងចុចកន្លែង skip មកបាទតបមកយើងចុច next បាទយើងអស់ចំបកងហើយយកពាក្យថា agree បាទបន្ទាប់មកយើងនឹងទទួលបាន Gmail មួយបងប្អូនគ្នាឥឡូវវាធ្វើការបង្កើតឲ្យយើងហើយនេះ Gmail យើងបង្កើតមិញបងប្អូនគ្នានេះ Gmail យើងបង្កើតមិញហ្នឹងអញ្ចឹង Gmail ហ្នឹងបងប្អូនគ្នាអាចយកទៅបង្កើត Channel YouTube របស់យើងបានឬក៏បង្កើតបាទ account Facebook ក៏បានដែរបាទបន្ទាប់ពីយើងបង្កើត Gmail របស់យើងបានហើយឥឡូវយើងចូលទៅរៀបចំ Gmail យើងឲ្យបានរឹងមាំបាទដើម្បីការពារសុវត្ថិភាពណាហើយពិសេសយើងបាទ add Gmail បន្ថែមដើម្បីrecover Gmail របស់យើងជៀសវាងថ្ងៃមុខវាមានបញ្ហាអីចឹងទៅបាទគេឲ្យយើង verify Gmail ហើយយើងអត់មានដាក់ Gmail ចូលអាហ្នឹងយើងអាចនឹងពិបាកប៉ុន្តែបើយើង add Gmail បន្ថែមចូលនៅពេលដែល Gmail របស់យើងមានបញ្ហាអញ្ចឹងទៅយើងគ្រាន់តែបាទយក Gmail ឲ្យយើង Gmail ជំនួយហ្នឹងយកទៅ verify ទៅគឺយើងនឹងទទួលបាន Gmail account យើងមកវិញហើយតែឥឡូវយើងចូលទៅកន្លែង Google ដែលយើងបង្កើតមុនហ្នឹងបាទបន្ទាប់មកនេះយើងបាន account Gmail ដែលយើងបង្កើតមុនហ្នឹងអញ្ចឹងដើម្បីធ្វើការបំពេញវាឲ្យត្រូវដើម្បីឲ្យវាមានសុវត្ថិភាពបងប្អូនគ្នាយកពាក្យ manage your Google account បាទចុចលើហ្នឹងមកបាទបន្ទាប់មកវានឹងចេញមកទម្រង់បែបនេះឃើញអត់បងប្អូនគ្នាអញ្ចឹង Gmail ដែលយើងបង្កើតឲ្យថ្មីគឺវាអត់ទាន់មានប្រព័ន្ធសុវត្ថិភាពទេតោះតែយើងមក add វាបន្ថែមអញ្ចឹងណាអញ្ចឹងឥឡូវយើង add recover បាទ Gmail ហើយនិងលេខទូរស័ព្ទបាទដូចខ្ញុំនិយាយប្រាប់បងប្អូនមុនហ្នឹងដើម្បី verify Gmail របស់យើងបាទនៅពេលដែលសុកវាឲ្យ verify អញ្ចឹងទៅយើងត្រូវតែមានលេខទូរស័ព្ទឬក៏ Gmail ជំនួយអញ្ចឹងទៅតែឥឡូវយើងចូលទៅ add ទាំងអស់គ្នាបាទកន្លែងនេះយើងបំពេញពាក្យសម្ងាត់ Gmail ដែលយើងបានបង្កើតមុនហ្នឹងណាអញ្ចឹងឥឡូវយើងបំពេញពាក្យសម្ងាត់ Gmail ដែលយើងបង្កើតមុនហ្នឹងបាទបន្ទាប់មកយើងចុចដានមកហើយយើងចុច next បាទហើយវានឹងបញ្ជូនយើងមកដល់កន្លែង step មួយនេះបាទគេដាក់ថា set up recover information អញ្ចឹងបងប្អូនគ្នាអាចធ្វើការបាទដាក់ recover ហ្នឹងបញ្ចូលជាលេខទូរស័ព្ទក៏បានយើងបញ្ចូលជា Gmail របស់យើងក៏បានដែរអញ្ចឹងឥឡូវយើងធ្វើការ add បញ្ចូលសិននេះខាងលើនេះ Gmail ខាងក្រោមនេះលេខទូរស័ព្ទអញ្ចឹងបងប្អូនគ្នាចង់ add បញ្ចូលលេខទូរស័ព្ទក៏បាន add បញ្ចូលជាមួយ Gmail ក៏បានដែរអញ្ចឹងឥឡូវខ្ញុំសូមជ្រើសរើស add បញ្ចូលជាមួយ Gmail របស់ខ្ញុំបាទបន្ទាប់មកខ្ញុំវាយ Gmail របស់ខ្ញុំដែលយើងដាក់ជំនួយហ្នឹងបាទខ្ញុំសុំពេញសិនបាទឥឡូវយើងបានបញ្ចូល Gmail យើងហើយកន្លែងនេះគេនឹងផ្ញើកូដមក Gmail របស់យើងបាទ Gmail របស់យើងដែលយើងទៅវាយបញ្ចូលដើម្បី recover ហ្នឹងអញ្ចឹងឥឡូវយើងចូលទៅយកលេខកូដយើងសិនបាទឥឡូវខ្ញុំគេផ្ញើមកលេខកូដរបស់ខ្ញុំ Gmail របស់ខ្ញុំហើយអញ្ចឹងឥឡូវខ្ញុំបំពេញលេខកូដចូល214 984បាទយើងចុច verify បាទនេះយើងបានបញ្ចូល Gmail ដើម្បី verify ហើយបងប្អូនគ្នាឃើញមាន load លើហ្នឹងអត់ Gmail របស់យើង
ហើយបន្ទាប់មកបងប្អូនអរគ្នាចង់បញ្ចូលជាលេខទូរស័ព្ទមួយទៀតក៏បានដែរកន្លែងនេះយើងចូលឬខ្ញុំពេញឲ្យបងប្អូនអរគ្នាមើលតែហ្មងយើងពេញលេខទូរស័ព្ទមួយទៀតយើងដាក់2ជាន់ហ្មងការពារបងប្អូនអរគ្នាចុចសៀវមកបន្ទាប់មកបងប្អូនអរគ្នាប៉ុណ្ណឹងយើងបំពេញហើយបងប្អូនអរគ្នាយើងចុចខាងក្រោមវិញមកអាហ្នឹង Gmail របស់យើងគឺនៅមានសុវត្ថិភាពហើយអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងឯងបងប្អូនអរគ្នាជួបខ្ញុំបាទនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា